ជំរាបសួរពុកម៉ែបងប្អូនរីករាយស្វាគមន៍មកកាន់ Channel របស់ខ្ញុំថ្ងៃនេះខ្ញុំមានមុខម្ហូបថ្មីសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនាពីរបៀបធ្វើត្រប់អាំងឆាសាច់ជ្រូកចិញ្ច្រាំហើយនេះដែរបងប្អូនជាគ្រឿងផ្សំសម្រាប់ធ្វើត្រប់អាំងឆាសាច់ជ្រូកចិញ្ច្រាំរបស់យើងមានដូចជាស្ករសហើយនេះត្រប់អាំងត្រប់វែងហ្នឹងបងប្អូនហើយចំណែកនេះទឹកត្រីហើយនេះដែរបងប្អូនសាច់ជ្រូកច្រាំរបស់យើងហ្នឹងបាទដែលយើងច្រាំរួចចំណែកនេះមានសាច់ខ្ទឹមគល់ខ្ទឹមហើយនឹងខ្ទឹមច្រាំយើងហើយនេះម្សៅស៊ុបហើយនេះប្រេងខ្យងបងប្អូនចំណែកនេះម្ទេសហុយឥឡូវជាដំបូងយើងធ្វើការហើយសម្បកនេះចេញមកសម្បកត្រប់នេះហើយសម្រាប់ត្រប់នេះយើងយកទៅអាំងសិនណាបងប្អូនបានយើងយកមកឆាហើយនេះតបពីខ្ញុំបានអាំងរួចហើយហ្នឹងគឺវាមានរូបរាងបែបហ្នឹងហើយឥឡូវនេះយើងធ្វើការហែកសម្បកវាចេញទៅបងប្អូនយើងធ្វើការហែកបេះសម្បកវាចេញមកហើយយើងយកទៅអាំងហ្នឹងយើងអាំងឲ្យឡើងក្រៀមសម្បកបែបហ្នឹងអញ្ចឹងណាបងប្អូនបានវាឆ្អិនដល់ខាងក្នុងអញ្ចឹងណាបងប្អូនហើយនេះយើងធ្វើការហែកសម្បកវាចេញឲ្យបានស្អាតមកនេះបងប្អូនយើងហែកបែបហ្នឹងមកហើយកន្លែងនេះផងដែរបើសិនជាវានៅរៀងហឹងដប់យើងកាត់វាចេញតែម្ដងទៅបងប្អូននេះយើងកាត់បែបហ្នឹងអញ្ចឹងណាហើយនេះខ្ញុំធ្វើការកាត់វាចេញដោយសារឡើងក្បាលវាហ្នឹងរៀងវានៅហឹងអញ្ចឹងបងប្អូនយើងហើយនេះខ្ញុំបានបករួចហើយបករួចមួយហើយឥឡូវខ្ញុំធ្វើការបកមួយទៀតខ្ញុំធ្វើការហែកសម្បកវាចេញបងប្អូនហើយត្រប់អាំងនេះពេលដែលយើងយកទៅអាំងអញ្ចឹងណាគឺថាឈ្ងុយមែនតើបងប្អូននិយាយថាក្លិនវាឡើងឈ្ងុយតែម្ដងហើយនេះខ្ញុំបានបកហើយមួយទៀតហើយបងប្អូនឥឡូវខ្ញុំទុកក្នុងចានមួយឡែកសិនតមកខ្ញុំយកវាហែកបែបនេះបងប្អូនហើយយើងមុននឹងយកទៅឆាយើងហែកវាបន្តិចសិនណាបងប្អូនហែកវាទៅដើម្បីឲ្យពេលយើងយកទៅឆាទៅវាឆាប់ចូលជាតិគ្នាបានល្អអញ្ចឹងណាបងប្អូនឥឡូវរួចហើយឥឡូវបងប្អូនខ្ញុំមកចាប់ផ្ដើមរំលីងនេះដែរងោះខ្លាញ់របស់យើងហ្នឹងបើសិនជាបងប្អូនមានក៏ដាក់បើអត់ក៏យើងឆាយកតែម្ដងទៅសម្រាប់យើងដូចថាយើងមានសាច់ដែលយើងបានច្រាំរួចហ្នឹងបងប្អូនបើយើងអត់មានងោះខ្លាញ់យើងបានចំហៀវវាក៏បានដែរចឹងណាបងប្អូនហើយនេះដែរយើងធ្វើការកោវាបែបហ្នឹងទៅបងប្អូនដើម្បីឲ្យវាចេញជាតិខ្លាញ់វាហ្នឹងអស់មកហើយសម្រាប់ងោះខ្លាញ់នេះខ្ញុំទុកឆាមួយគ្នាដែរបងប្អូនឥឡូវនេះខ្ញុំដាក់ខ្ទឹមសបន្ទាប់មកនេះដែរមានជាគល់ខ្ទឹមហ្នឹងបងប្អូនហើយយើងធ្វើការរំលីងវាឲ្យឡើងឈ្ងុយបន្តិចសិនទៅបងប្អូនសម្រាប់គល់ខ្ទឹមហើយនឹងមើមខ្ទឹមហ្នឹង
ហើយតមកយើងដាក់សាច់ចិញ្ច្រាំរបស់យើងចូលមកបងប្អូនហើយតមកយើងយកវើរបស់យើងហ្នឹងយើងចកត់ឆ្លីវាដាក់ចេញពីគ្នាអញ្ចឹងណាបងប្អូនហើយយើងឆ្លីវាដាក់ចេញពីគ្នាទៅសាច់ច្រាំរបស់យើងហ្នឹងតមកយើងធ្វើការផ្សំគ្រឿងបងប្អូនហើយនេះដែរមានដូចជាម្សៅស៊ុបហើយបន្ទាប់មកមានដូចជាស្ករសអញ្ចឹងណាបងប្អូនហើយចំណែកនេះដែរទឹកត្រីហើយនេះម្ទេសហុយបងប្អូនខ្ញុំដាក់ម្ទេសហុយហើយនេះដែរប្រេងខ្យងយើងហ្នឹងបងប្អូនយើងដាក់ប្រេងខ្យងចូលមកតមកយើងធ្វើការឆាសាច់របស់យើងហ្នឹងឲ្យចូលគ្រឿងនឹងឆ្អិនបន្តិចសិនទៅបងប្អូនយើងធ្វើការឆាវាបែបនេះមកឃើញថាសាច់របស់យើងនេះវាបានយើងចូលជាតិគ្រឿងក្រៅគ្នាសពហើយយើងឆាម្លីងចុកត្រឡប់ទៅត្រឡប់មកទៅយើងយកវាឆាហ្នឹងយើងឆ្លីវាទៅវាដាច់សាច់ជ្រូកហ្នឹងដុំណាបងប្អូនហើយតមកខ្ញុំដាក់ត្រប់នេះចូលតែម្ដងត្រាប់តែយើងបានបេះស្អាតរួចហើយហ្នឹងយើងធ្វើការឆាតែម្ដងទៅយើងឆាឲ្យចូលជាមួយនឹងសាច់ជ្រូករបស់យើងនឹងសព្វបានល្អណាបងប្អូនហើយយើងធ្វើការឆាវាបែបហ្នឹងណាបងប្អូនយើងឆាច្បល់ឲ្យវាចូលគ្នាសព្វបានល្អអញ្ចឹងទៅនេះបងប្អូនយើងធ្វើការឆាចូលបែបនេះទៅបន្តមកទៀតយើងរោយស្លឹកខ្ទឹមពីលើបែបនេះមកបងប្អូនហើយយើងរោយតែមកត្រឡប់ទៅយើងបិទភ្លើងទៅគឺរួចហើយឥឡូវខ្ញុំបានឆាឆ្អិនហើយខ្ញុំធ្វើការដួសដាក់ចានតែម្ដងបងប្អូនហើយនេះយើងដួសដាក់ចានមកត្រប់អាំងឆាសាច់ជ្រូកច្រាំរបស់យើងរួចហើយបងប្អូនហើយសម្រាប់វីដេអូរបស់ខ្ញុំបាទមានតែប៉ុណ្្នឹងទេខ្ញុំបាទសូមអរគុណដល់ពុកម៉ែបងប្អូនសម្រាប់ការទស្សនា